កងកម្លាំងប្រដាប់អាវុធរបស់ថៃបន្តទន្ទ្រានលើទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃច័ន្ទខេត្តបន្ទាយមានជ័យកងកម្លាំងប្រដាប់អាវុធរបស់ថៃនៅថ្ងៃទី10ខែតុលាឆ្នាំ2025នេះបានបន្តទន្ទ្រានទឹកដីកម្ពុជាទាំងខុសច្បាប់ដោយមិនខ្លាចច្បាប់អន្តរជាតិតាមរយៈការប្រើប្រាស់គ្រឿងចាក់ឈូសឆាយនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យជាកន្លែងដែលកងកម្លាំងថៃបានមករីបន្លាលួសនិងដាក់កងឡានកាលពីពេលកន្លងទៅជាមួយនឹងសកម្មភាពក៏ខ្លួនរបស់ថៃនេះភ្លាមក្រុមអ្នកសង្កេតការអន្តរជាតិ IOT ដឹកនាំដោយប្រទេសម៉ាឡេស៊ីក្រោមការសម្របសម្រួលពីក្រសួងការពារជាតិកម្ពុជានារសៀលថ្ងៃទី10ខែតុលាឆ្នាំ2025ក៏បានអញ្ជើញចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យជាកន្លែងដែលកងកម្លាំងនិងគ្រឿងចាក់ថៃបានបំពេញអធិបតេយ្យភាពរបស់កម្ពុជាគួរបញ្ជាក់ថាតាមរយៈលិខិតឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់កងកម្លាំងបូព៌ានៃកងទ័ពភូមិភាគទី1ថៃស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យរបស់កម្ពុជាទល់នឹងតំបន់ភូមិនងច័ន្ទរបស់ថៃនិងតំបន់ភូមិព្រៃច័ន្ទរបស់កម្ពុជាទល់នឹងតំបន់ភូមិនងយ៉ាកែវរបស់ថៃកងពលថ្មើរជើងលេខ51នៃយោធាភូមិភាគទី5របស់កម្ពុជាបានស្នើឲ្យទីបញ្ជាការកងកម្លាំងបូព៌ាផ្អាកសកម្មភាពដោយគោរពតាមស្មារតីនៃការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំពិសេសលើកទី1របស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025ហើយរងចាំការសម្រេចចិត្តពីថ្នាក់លើនិងតាមបែបបទនីតិវិធីដែលត្រូវកំណត់ដោយនិយមនីតិវិធីប្រតិបត្តិ SOP របស់ក្រុមការងារសម្របសម្រួលចម្រុះបញ្ជាការដ្ឋានកងពលទូចថ្មើរជើងលេខ51ថាការជូនដំណឹងស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យរបស់កម្ពុជាទល់នឹងតំបន់ភូមិនងច័ន្ទរបស់ថៃនិងតំបន់ភូមិព្រៃច័ន្ទរបស់កម្ពុជាទល់នឹងតំបន់ភូមិនងយ៉ាកែវរបស់ថៃដែលកំណត់ធ្វើនៅថ្ងៃទី10ខែតុលាឆ្នាំ2025នេះដោយទីបញ្ជាការកងកម្លាំងបូព៌ាធ្វើឡើងដោយមិនស្របនឹងស្មារតីដែលបានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសលើកទី1នៃគណៈកម្មាធិការព្រំដែនទូទៅ GBC នោះទេ